សូមអនុញ្ញាតគោរពជម្រាបសួរបងប្អូនជនរួមពីទីស្លាយរាប់អានទាំងអស់គ្នាជួយជាមួយខ្ញុំបានម្ដងទៀតហើយថ្ងៃនេះខ្ញុំសូមចែករំលែកចំណេះដឹងខ្លីៗអំពីអង្គរតូចនិងអង្គរធំដែលហេតុថានៅមានបងប្អូនខ្មែរយើងមួយចំនួននៅមិនទាន់បានជ្រាបច្បាស់ដោយប្រតិហៅថាអង្គរតូចនិងដោយប្រតិហៅថាអង្គរធំដូច្នេះសូមរីករាយស្ដាប់និងតាមដានជាមួយខ្ញុំបានទាំងអស់គ្នាពាក្យថាអង្គរតូចនិងអង្គរធំគឺជាការហៅតគ្នាពីសំណាក់បងប្អូនខ្មែរយើងដែលរស់នៅខេត្តសៀមរាបទេដោយអង្គរតូចសំដៅទៅលើប្រាសាទអង្គរវត្តតែមួយគត់និងអង្គរធំសំដៅទៅលើអតីតរាជធានីអង្គរឬក៏យសោធរបុរៈដែលមានប្រាសាទជាច្រើននៅក្នុងបរិវេណនោះដោយអង្គរធំត្រូវបានស្ថាបនានិងរៀបចំឡើងវិញនៅក្នុងសតវត្សទី12ក្នុងរជ្ជកាលរបស់ព្រះបាទស្រីជ័យវរ្មទេវៈឬយើងស្គាល់ថាព្រះបាទជ័យវរ្ម័នទី7អង្គរធំស្ថិតនៅក្នុងបរិវេណយសោធរបុរៈក៏ប៉ុន្តែភាពខុសគ្នាគឺរជ្ជកាលយសោធរបុរៈគឺជារាជធានីអង្គរដំបូងដែលត្រូវបានបង្កើតឡើងនៅក្នុងសតវត្សទី9ក្នុងរជ្ជកាលរបស់ព្រះបាទស្រីយសោវរ្មទេវៈឬយើងស្គាល់ថាព្រះបាទយសោវរ្ម័នទី1ឬព្រះបរមនាមនៅពេលដែលទ្រង់បានឡើងគ្រងរាជ្យមានព្រះនាមថាវរៈធូលីជេងវរៈកំរងតេងអញស្រីយសោវរ្មទេវៈដែលរជ្ជកាលរបស់ទ្រង់គឺចាប់ពីឆ្នាំ889ដល់ឆ្នាំ900នៃគ្រិស្តសករាជយសោធរបុរៈមានទំហំដល់ទៅ16គីឡូម៉ែត្រឯណោះដែលព្រះបាទយសោវរ្មទេវៈបានយកភ្នំបាខៃធ្វើជាចំណុចផ្ចិតឬក៏ចំណុចកណ្ដាលនៃយសោធរបុរៈរីឯអង្គរធំស្ថិតនៅក្នុងបរិវេណយសោធរបុរៈឬក៏អតីតរាជធានីអង្គរដូចគ្នាក៏ប៉ុន្តែត្រូវបានស្ថាបនានិងរៀបចំឡើងវិញនៅក្នុងសតវត្សទី12ក្នុងរជ្ជកាលរបស់ព្រះបាទស្រីជ័យវរ្មទេវៈឬយើងស្គាល់ថាព្រះបាទជ័យវរ្ម័នទី7ដែលរជ្ជកាលរបស់ទ្រង់គឺចាប់ពីឆ្នាំ1181ដល់ឆ្នាំ1218នៃគ្រិស្តសករាជក្រុងអង្គរធំមានបរិវេណតែ9គីឡូម៉ែត្រការ៉េប៉ុណ្ណោះដែលរួមបញ្ចូលប្រាសាទផ្សេងៗដូចជាប្រាសាទបាពួនលានជលដំរីនិងប្រាសាទបាយ័នជាដើមចំពោះឈ្មោះអតីតរាជធានីអង្គរយសោធរបុរៈខ្ញុំសូមចែកម្លែកទៅបងប្អូនបន្តិចនេះគឺជាពាក្យក្នុងភាសាសំស្ក្រឹតគឺពាក្យពីរបូកបញ្ចូលគ្នារវាងពាក្យយសោធរៈនិងពាក្យបុរៈយសោធរៈនៅក្នុងភាសាសំស្ក្រឹតបានន័យថាអ្នកទ្រទ្រង់ក៏ប៉ុន្តែអ្នកទ្រទ្រង់គឺជាមនុស្សប្រុសបើមិនជាអ្នកទ្រទ្រង់ដូចគ្នាក៏ប៉ុន្តែជាមនុស្សស្រីក្នុងភាសាសំស្ក្រឹតហៅថាយសោធរាចំណែកឯបុរៈបានន័យថារាជធានីឬក៏ទីក្រុងនៅក្នុងខេមរៈភាសាយើងសពថ្ងៃយើងហៅថាបុរីនោះឯងដូច្នេះយសោធរបុរៈបានន័យថាអ្នកទ្រទ្រង់រាជធានីឬអ្នកទ្រទ្រង់ទីក្រុងក៏ប៉ុន្តែយសោធរបុរៈដែលជារាជធានីអង្គរនៅក្នុងសតវត្សទី9នោះបានន័យថារាជធានីរបស់ព្រះបាទស្រីយសោវរ្មទេវៈសរុបមកវិញអង្គរតូចគឺសំដៅទៅលើប្រាសាទអង្គរវត្តតែមួយគត់រីឯអង្គរធំគឺសំដៅទៅលើបរិវេណអតីតរាជធានីអង្គរដែលត្រូវបានស្ថាបនាឡើងវិញឬក៏រៀបចំឡើងវិញនៅក្នុងសតវត្សទី12ក្នុងរជ្ជកាលរបស់ព្រះបាទស្រីជ័យវរ្មទេវៈដូច្នេះសង្ឃឹមថាវីដេអូនេះជាការចែកម្លែកចំណេះដឹងទៅកាន់បងប្អូនឲ្យបានស្វែងយល់បន្ថែមរវាងពាក្យអង្គរតូចនិងអង្គរធំសូមអរគុណសម្រាប់ការតាមដានវីដេអូនេះជួបជាមួយខ្ញុំបាទនៅវីដេអូក្រោយ